ជីវិតមិនមែនជាបន្តត្រង់ហើយក៏មិនមែនគ្រប់យ៉ាងសុទ្ធតែដើរតាមផែនការដែលយើងបានគូរទុកនោះទេការខកបំណងមិនថាជារឿងការងាររឿងស្នេហាឬគោលដៅជីវិតគឺជារឿងធម្មជាតិបំផុតរបស់មនុស្សជាតិការខកបំណងមិនមែនជាការបរាជ័យរៀងរហូតនោះទេប៉ុន្តែវាគឺជាចំណុចមួយដែលយើងត្រូវឈប់សម្រាកបន្តិចសិនហើយបង្ខំចិត្តទទួលយកនៅពេលដែលអ្នកជួបរឿងខកបំណងសូមកុំប្រញាប់បន្ទោសខ្លួនឯងឬព្យាបាលឬធ្វើដូចជាខ្លួនឯងមិនមានអ្វីកើតឡើងទាំងដែលខាងក្នុងកំពុងតែឈឺចាប់មនុស្សភាគច្រើនព្យាយាមរត់គេចពីការឈឺចាប់ដោយធ្វើខ្លួនឯងឲ្យរវល់ខ្លាំងឡើងឬស្វែងរកអ្វីមួយមកធ្វើភ្លាមប៉ុន្តែរបួសផ្លូវចិត្តក៏ដូចជារបួសរាងកាយដែរវាតម្រូវឲ្យមានពេលវេលាដើម្បីព្យាបាលឲ្យជាសះស្បើយបើអ្នកមិនព្រមព្យាបាលរបួសចាស់ទេវានឹងក្លាយទៅជាជាតិពុលដែលប៉ះពាល់ដល់ការទំនាក់ទំនងនិងការងារនាពេលអនាគតពេលវេលាដែលយើងនៅម្នាក់ឯងក្នុងភាពស្ងប់ស្ងាត់គឺជាពេលដែលយើងបានឮសំឡេងបេះដូងខ្លួនឯងបានច្បាស់លាស់ជាងមុនការអនុញ្ញាតឲ្យខ្លួនឯងយំឬខូចចិត្តគឺជាដំណើរការនៃការរំលាយអារម្មណ៍អវិជ្ជមានចេញពីប្រព័ន្ធប្រស័យប្រសាទរបៀបព្យាបាលរឿងដែលមិនសមបំណងឬក៏របួសផ្លូវចិត្តដោយខ្លួនឯងការពិតទៅការទុកពេលមិនមែនមានន័យថាយើងដេកដកដង្ហើមចោលនោះទេគឺជាការទុកពេលវេលាសម្រាប់ខ្លួនឯងប៉ុន្តែការធ្វើសកម្មភាពការថែទាំចិត្តគឺជារឿងសំខាន់បំផុតដំណាក់កាលដំបូងអ្នកត្រូវឈប់ប្រកែកជាមួយការពិតប្រាប់ខ្លួនឯងថារឿងវាបានកើតឡើងហើយខ្ញុំពិតជាឈឺចាប់វាមិនអីទេដែលខ្ញុំខូចចិត្តប៉ុន្តែនេះគឺជាមេរៀននិងបទពិសោធន៍ជីវិតសម្រាប់ខ្ញុំដំណាក់កាលទី2អ្នកអាចបន្ថយការប្រើប្រាស់បណ្ដាញសង្គមដែលធ្វើឲ្យយើងឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជៀសវាងការតាមដានរឿងដែលនាំឲ្យយើងឈឺចាប់ចូលសរសេរកំណត់ហេតុនិយាយប្រាប់មនុស្សដែលទុកចិត្តបំផុតឬធ្វើលំហាត់ប្រាណដើម្បីបញ្ចេញអរម៉ូនចោលនិងទទួលបានអារម្មណ៍អរម៉ូនរីករាយមកវិញអត់ទោសឲ្យខ្លួនឯងដែលធ្វើអ្វីមិនបានល្អឬអត់ទោសឲ្យអ្នកដទៃដើម្បីដោះលែងចិត្តខ្លួនឯងឲ្យមានសេរីភាពឡើងវិញនៅពេលរបួសផ្លូវចិត្តចាប់ផ្ដើមជាសះស្បើយអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងស្រាលជាងមុនអ្នកមិនមែនជាមនុស្សដដែលទន់ជ្រាយពីមុននោះទេប៉ុន្តែជាមនុស្សដែលធ្លាប់ឆ្លងកាត់ព្យុះភ្លៀងហើយដឹងពីរបៀបកាន់ឆ័ត្រស្លាកស្នាមមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេប៉ុន្តែវាជាសញ្ញាបញ្ជាក់ថាអ្នកបានឆ្លងផុតការឈឺចាប់និងបានជាសះស្បើយហើយការជួបរឿងមិនសមអំណងគឺជាមេរៀនដ៏ធំបំផុតដែលបង្រៀនយើងឲ្យស្គាល់ពីតម្លៃនៃភាពចេះអត់ធន់អត់ធ្មត់ដូច្នេះចូលផ្ដល់ឱកាសឲ្យខ្លួនឯងបានសម្រាកបានព្យាបាលនិងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងមុននឹងចាប់ផ្ដើមបោះជំហានទៅមុខជាបន្តទៀតការឈឺចាប់ដែលកើតចេញពីការមិនសមបំណងភាគច្រើនមកពីយើងព្យាយាមតោងទាមនៅអ្វីដែលយើងមិនអាចគ្រប់គ្រងវាបានការពិតទៅអ្វីសុទ្ធតែមានអាណត្តិរបស់វាយើងត្រូវយល់ថាជោគជ័យឬស្នេហាឬឱកាសពេលខ្លះវាមកដល់ដើម្បីបង្រៀនយើងហើយវាក៏បានចាក់ចេញទៅវិញការទុកពេលឲ្យខ្លួនឯងគឺដើម្បីរៀនយល់រៀនព្រមតាមច្បាប់ធម្មជាតិការព្យាបាលដ៏ល្អបំផុតគឺការកាត់បន្ថយការរំពឹងទុកពីខាងក្រៅហើយងាកមកពង្រឹងសន្តិភាពផ្លូវចិត្តនៅខាងក្នុងបើវាជារបស់យើងវានឹងជានៅតែជារបស់យើងប៉ុន្តែបើវាមិនមែនជារបស់យើងទោះបីយើងខំយ៉ាងណាក៏ធ្វើឲ្យយើងឈឺចាប់ខំទាញកាន់តែឈឺចាប់មនុស្សភាគច្រើននៅពេលដែលជួបរឿងខកបំណង
គេតែងតែដាក់ទោសខ្លួនឯងចំណុចនេះពិតជាសំខាន់ណាស់ការពិតទៅសូមឈប់ប្រើពាក្យចុះបើខ្ញុំធ្វើបែបនេះចុះបើខ្ញុំធ្វើបែបនោះចុះបើខ្ញុំមិនបាននិយាយពាក្យនោះការគិតវល់គឺជាថ្នាំពុលដែលធ្វើឲ្យរបួសយើងកាន់តែខ្លាំងឡើងនិងធ្ងន់ធ្ងរឡើងចូលបដូរពីការបន្ទោសខ្លួនឯងមកជាការរៀនសួរសំណួរខ្លួនឯងថាតើព្រឹត្តិការណ៍នេះចាប់បង្រៀនខ្ញុំអ្វីខ្លះជាជាងសួរថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំត្រូវសួរថាតើខ្ញុំបានឆ្លងកាត់រឿងនេះហើយតើខ្ញុំទទួលបានបទពិសោធន៍និងមេរៀនអ្វីខ្លះការព្យាបាលរបួសផ្លូវចិត្តត្រូវការរយៈពេលការនៅម្នាក់ឯងមិនមែនជាភាពឯកានោះទេគឺជាការស្ដាប់នៅសំឡេងខាងក្នុងរបស់ខ្លួនឯងនៅក្នុងសង្គមដែលអ៊ូអរយើងច្រើនតែស្ដាប់សំឡេងអ្នកដទៃដូចជាពាក្យរិះគន់ឬពាក្យបង្អាប់ច្រើនជាងសំឡេងខ្លួនឯងការទុកពេលឲ្យខ្លួនឯងគឺជាការបង្កើតនៅតំបន់សុវត្ថិភាពសម្រាប់ខ្លួនឯងដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯងឡើងវិញចូលព្យាយាមរកនៅចំណូលចិត្តថ្មីក្នុងអំឡុងពេលព្យាបាលចិត្តអ្នកអាចរកឃើញថាអ្នកចូលចិត្តគូររូបឬក៏សរសេរឬដើរកម្សាន្តក្នុងព្រៃសកម្មភាពទាំងអស់នេះមិនមែនសម្រាប់អ្នកទេប៉ុន្តែវាគឺជាការដាំដុះគ្រាប់ពូជនៃក្តីសង្ឃឹមថ្មីមួយសម្រាប់ជីវិតរបស់អ្នកនិងឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុនសូមចាំថាជីវិតប្រៀបដូចជាការសរសេរសៀវភៅមួយក្បាលបើទោះបីចម្ពោះនេះបញ្ចប់ដោយការខកបំណងការឈឺចាប់និងការលាយឡំទឹកភ្នែកក៏វាមិនមែនមានន័យថាសៀវភៅទាំងមូលត្រូវបានបញ្ចប់អត្ថន័យតែត្រឹមចំណុចនេះចូលឈប់សម្រាកដើម្បីឲ្យខ្លួនឯងបាត់ហត់បន្តិចលាងរបួសឲ្យបានស្អាតហើយនៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់ចូលចាប់ផ្ដើមសរសេរចម្ពោះថ្មីដែលមានអត្ថន័យនិងមានពន្លឺភ្លឺជាងមុន។